បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាវីដេអូនេះគឺជាវីដេអូទី2ដែលយើងនឹងសិក្សាអំពីកម្រងសំណួរដើម្បីត្រៀមប្រឡងប្រជែងចូលក្នុងស្ថាប័នក្រសួងស្ថាប័ននានាដែលរៀបចំដោយក្រសួងមុខងារសាធារណៈឬត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាលដែលអ្នកទាំងអស់គ្នាស្គាល់ថាជាសាលាអឺរ៉ាបាទចឹងដើម្បីកុំឲ្យខាតពេលយូរយើងនឹងចូលទៅសិក្សាបន្តសំណួរទី11ជាសួរថាតើនៅអន្សមយៈនៅប្រទេសកម្ពុជាត្រូវបានកត់ត្រាក្នុងសៀវភៅកំណត់ត្រាពិភពលោកនៅឆ្នាំណាមានចម្លើយក2014ខ2015ក2013ខមិនមានចម្លើយមកចម្លើយដែលត្រឹមត្រូវគឺ2015ចូលដល់សំណួរទី12តើឧស្សាហកម្មនាំចេញរបស់ប្រទេសកម្ពុជាពឹងផ្អែកលើអ្វីកការនាំចេញអង្ករនិងកៅស៊ូខវិជ្ជាភ័ណ្ឌកសេវាកម្មខជលផលសម្រាប់សំណួរនេះចម្លើយដែលត្រឹមត្រូវគឺចម្លើយខវិជ្ជាភ័ណ្ឌសំណួរទី13សំណួរទី13តើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ានត្រូវបានបង្កើតនៅក្នុងឆ្នាំណាក1967ខ1965ក1966ខ1968vàចម្លើយត្រឹមត្រូវគឺចម្លើយក1967យើងក៏លេខមកមើលសំណួរទី14សំណួរទី14សួរថាតើសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានប្រទេសអ្វីខ្លះបាទអញ្ចឹងកអាមេរិកបារាំងអង់គ្លេសចិនរុស្ស៊ីជប៉ុនអាល្លឺម៉ង់ខអាមេរិកបារាំងអង់គ្លេសចិនរុស្ស៊ីកអាមេរិកបារាំងអង់គ្លេសចិនរុស្ស៊ីឥណ្ឌាជប៉ុនខអាមេរិកបារាំងអង់គ្លេសចិនរុស្ស៊ីឥណ្ឌាជប៉ុនអាល្លឺម៉ង់ប្រេស៊ីលចម្លើយតែត្រឹមត្រូវគឺចម្លើយខមានអាមេរិកបារាំងអង់គ្លេសចិនរុស្ស៊ីចូលដល់សំណួរទី15តើនីតិកាលនៃរដ្ឋសភានៃប្រជាជាតិអាណាចក្រកម្ពុជាមានរយៈពេលប្រមាណឆ្នាំបាទមានចម្លើយ4គឺក6ឆ្នាំខ5ឆ្នាំក7ឆ្នាំឬឯខ4ឆ្នាំចម្លើយដែលត្រឹមត្រូវគឺចម្លើយខ5ឆ្នាំបាទអញ្ចឹងយើងចូលដល់សំណួរទី16សំណួរទី16ជាសួរថាតើមេឃុំចុះសង្កាត់ត្រូវបានជ្រើសរើសដោយអ្វីករដ្ឋមន្ត្រីក្រសួងមហាផ្ទៃកខការបោះឆ្នោតជាអសកលកការបោះឆ្នោតជាសកលខក្រុមប្រឹក្សាឃុំចៅសង្កាត់ចម្លើយដែលត្រឹមត្រូវគឺចម្លើយកដែលជាចម្លើយត្រឹមត្រូវការបោះឆ្នោតជាសកលចូលដល់សំណួរទី17តើប្រជាជាតិនៃកម្ពុជាមានរាជធានីខេត្តចំនួនប្រមាណចម្លើយមាន4ក25ខ26ក24រាយខ27ជាក់ស្ដែងប្រទេសកម្ពុជាមានរាជធានី1និងខេត្តចំនួន24ទាំងអស់25
ចឹងចម្លើយខជាចម្លើយដែលត្រឹមត្រូវចូលដល់សំណួរទី18តើឋានន្តរស័ក្តិយោធិននៃកងយុទ្ធពលខេមរភូមិន្ទត្រូវបានបែងចែកជាប្រមាណកម្រិតក20កម្រិតខ16ក14ខ30ចឹងចំណុចដែលត្រឹមត្រូវគឺចម្លើយកមាន20កម្រិតចូលដល់សំណួរទី19ឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិត្រូវបានបែងចែកជាចម្លើយមាន4គឺក20កម្រិតខ16ក14ឬខ30ចឹងចំណុចដែលត្រឹមត្រូវគឺ16កម្រិតចូលដល់សំណួរទី20ជាសំណួរចុងក្រោយនៃវីដេអូទី2នេះគឺជាសួរថាតើជនជាអ្នកក្នុងភាសាខ្មែរមានប្រមាណតួក32ខ33ក34រីឯខ35ចំណុចដែលត្រឹមត្រូវគឺ33បាទចឹងវីដេអូយើងថ្ងៃនេះគឺបានឈានចូលមកដល់ទីបញ្ចប់សូមបងប្អូនកុំភ្លេចជួយចុច like page និង subscribe channel ដើម្បីទទួលបាននូវវីដេអូបន្ទាប់ដែលយើងធ្វើពីសំណួរទី21តទៅទៀតបាទសូមអរគុណសូមជម្រាបលា